លឺសំឡេងហែខ្មោចខ្លងខែកពេញមួយយប់ពេញតិចតែតើគ្នានឹងមានអារម្មណ៍មិនមកតរឿងខ្មោចឡងក្នុងផ្ទះបរិយយើងភាគ2ដែលជារឿងពិតរបស់ខ្ញុំផ្ទាល់ព្រោះដោយសារមានបងប្អូនសនំពរច្រើនមែនតើឲ្យតលឿនហើយបើសិនជាណាគេអត់ចូលចិត្តគិតថាជាការបង្កើត content អីទេចាអាចអស់ម្លងចោលទៅឬក៏ស្ដាប់ហើយគិតថាជារឿងនិទានបែបកំសាន្តអីចឹងទៅអើយទៅគេណាស់សំឡេងឡងហែខ្មោចហ្នឹងមិនមែនឡងខ្ញុំទេតើគ្នាគឺឡងបងប្រុសចដូនមួយខ្ញុំដែលគាត់ប្រាប់និយាយទៅគាត់ប្រាប់ម៉ាក់ខ្ញុំផ្ទាល់ហ្មងពេលហ្នឹងគឺពេលជប់ហើយគាត់គេងនៅលើតបូលហ្នឹងតើគ្នាគាត់ថាពេញមួយយប់ហ្នឹងគាត់ឆ្ងល់ថាមានគេស្លាប់ចិត្តហ្នឹងមែនគាត់ឃើញខ្ញុំអញ្ចឹងគាត់ថាមួយយប់ហ្នឹងមីងឮតែសំឡេងគេហែខ្មោចឯងខ្មោចខ្មែរខ្លងខែកហ្នឹងក៏មានសំឡេងខ្មោចចិនក៏មានអូយដល់គ្នាគាត់តែឮសាហាវណាហើយដល់ពេលម៉ាក់ខ្ញុំសួរថាឮបែបម៉េចគាត់ថាឮនៅនឹងតិចហ្មងណែបើខ្ញុំវិញខ្ញុំអត់មានដេកនៅលើហ្នឹងឯណាចាំព្រឹកអីចុះមកនិយាយណាខ្ញុំរត់ទាំងកណ្ដាលយប់ហ្នឹងហ្មងវាមិនដែរណាហែខ្មោចកណ្ដាលយប់ហើយនិយាយទៅកាលហ្នឹងចរូនមួយខ្ញុំក៏ផុសគាត់ច្រើនហើយដល់ពេលចឹងទៅពេលខ្លះគាត់គេងជុំគ្នានៅលើតបូលហ្នឹងអីក៏មានដែរគាត់មកពីផឹកអីជប់លៀងមិត្តភក្តិអីស្វឹងអីចឹងណាដល់ហើយតើគ្នាខ្មោចឡងឡើងស្វាងតើគ្នាមានចរូនមួយខ្ញុំម្នាក់នោះគាត់ថានៅលើតបូលហ្នឹងយើងមានកតុបតបូលបែបក្បឿងតើគ្នាហើយវាមានតសឡើងក្បឿងហ្នឹងយើងអត់បិទចិត្តទេព្រោះដោយសារអីវាជាលើតបូលដល់ពេលហើយគាត់ថាគាត់ឃើញមនុស្សស្រីអង្គុយសំយងជើងចុះក្រោមពាក់រ៉ូបសសក់វែងមិនតាត់ឃើញមុខទេឃើញអង្គុយយល់ជើងនៅឡើងពីដានហ្នឹងរហូតអូយតើគ្នាស្ដាប់មើលពឺសបល់មិនហើយគាត់និយាយមិនបន្លាចទេណាតើគ្នាយើងអាចដឹងថាមនុស្សហ្នឹងនិយាយកុហកឬមិនកុហកប៉ុន្តែគាត់ប្រាប់យើងហើយតាមអាការៈគាត់ដែលគាត់ភ័យហ្នឹងគាត់ថាឃើញលក្ខណៈរបៀបដូចយកសັບបន្តិចតែមិនមែនជាយកសັບបន្តិចទាំងអស់គ្នាខ្ញុំជឿថាមនុស្សគ្រប់គ្នានឹងដែរមានអារម្មណ៍ហ្នឹងហើយពេលដែលខ្មោចឡងពេលខ្លះយើងមានអារម្មណ៍ថាយកសັບទេតាមពិតមែនតែយើងគិតថាវាជាយកសັບអារបៀបអញ្ចឹងដូចអារបៀបខ្មោចសកាត់អញ្ចឹងយើងគិតថាយកសັບទេតាមពិតខ្មោចសកាត់សោះអារបៀបអញ្ចឹងឆ្ងល់ដែរទៅមានរឿងឡងអញ្ចឹងរឿយអញ្ចឹងប៉ុន្តែប៉ាម៉ាក់ខ្ញុំក៏អត់តន់ហៅគ្រូអីមកដេញមកអីដែរធម្មតាអញ្ចឹងណាហើយយើងនៅតែរស់នៅនឹងជាមួយនឹងភាពឡងនឹងរាល់ថ្ងៃលក្ខណៈថាវាដូចជាចង់ចូលសួរអានេះតពីវគ្គមុនមកដែលគាត់ថារត់បាត់តគ្នាគាត់នៅអត់កើតអញ្ចឹងដល់ហើយក៏ពួកយើងនាំគ្នាទៅបោកក្អែវនៅលើតបូលហ្នឹងហ្មងតគ្នាដាក់ម៉ាស៊ីនបោកក្អែវនៅលើតបូលហ្នឹងដើម្បីបោកនឹងហែលហ្នឹងអញ្ចឹងតគ្នាតែតគ្នាអូយស្បាត់ម៉ោង10មិន10យប់ដល់ពេលហើយឲ្យទៅពេលទៅបោកក្អែវនៅលើហ្នឹងអូយមិនដឹងសំឡេងអីខ្លះតគ្នាទាំងដែលផ្ទះគេសងខាងតគ្នាគិតមើលធម្មតាផ្ទះល្វែងជាប់គ្នាហើយផ្ទះខ្ញុំវានៅកណ្ដាលសងខាងស្កាត់ជ្រាបល្ងិតឆឹងមានតែផ្ទះយើងមួយដែលនៅលើហ្នឹងបោកក្អែវតែលឺសំឡេងរបៀបដូចមនុស្សជជែកគ្នាសើចសប្បាយឡាអូយខ្លាចលឺចឹងហ្មងតគ្នាហើយលឺរបៀបល្វើយខ្ញុំវាចេះធ្វើដូចអារបៀបហើយក៏ចឹងហើយល្វើយតគ្នាសម័យមើលហើយជជែកគ្នាក៏ចាក់មានប្រុសមានស្រីមានក្មេងមានចាស់ហើយវាលឺល្វើយតិចចិត្តតិចល្វើយតិចចិត្តតិចហើយមិនមែនតែខ្ញុំលឺម៉ាក់ខ្ញុំក៏លឺបែបហ្នឹងដែរហើយតគ្នាពេលខ្លះខ្ញុំគេកតុបដែរខ្ញុំនិយាយថាកតុបហ្នឹងវានៅឡើងទឿអាជាន់ទី2ហ្នឹងរៀបឡើងទៅលើតបូលហ្នឹងតគ្នាពេលខ្លះខ្ញុំបើកប្អួតនិយាយទៅខ្ញុំចិត្តបើកប្អួតចិត្តយកអាខ្យល់អាកាសបរិសុទ្ធដល់ពេលអាវាមិនបរិសុទ្ធវាបែរទៅជាលឺសំឡេងប្លែកដូចជាពេលខ្លះលឺមនុស្សផុសសើចដូចគេធ្វើទិរណកម្មសើចដោយក្តីឈឺចាប់តគ្នារបៀបហើយរបៀបចឹងអូយខ្ញុំអត់ចង់ធ្វើតាមគាត់ខ្ញុំធ្វើតាមខ្ញុំចង់យំខ្ញុំឡើងភឺសបល់និយាយមែនលឺចឹងតគ្នាហើយម្ដុំហ្នឹងមានណាថាទិរណកម្មឈឺចាប់អីមិននៅផ្ទះចិត្តគុកគេធ្វើទិរណកម្មអីណាទៅឲ្យទៀងម៉ោងតគ្នាខ្ញុំឆ្នាំមើលឲ្យតែខ្ទង់2 10កន្លះយប់ព្រោះខ្ញុំមនុស្សគាត់ដេកទាំងអស់គ្នាជំនាន់ហ្នឹងជំនាន់អី QB Corner លេង Hi-Fi ជំនាន់និយាយទូរស័ព្ទ conference មួយមិត្តភ័ក្តិ5 6នាក់ក្នុងទូរស័ព្ទអីហ្នឹងហើយឲ្យតែខ្ញុំបើកវិទ្យុស្រូបខ្យល់បរិសុទ្ធហ្នឹងអើយតាគ្នាសំឡេងហ្នឹងចាប់ផ្ដើមមកហើយឡើងខ្ញុំដេកឡើងលែងហ៊ានបើកប្អួតបើកអីបិទចិត្តមិនបាច់យកខ្យល់យកអីទៀតហើយបើសិនជាយើងបិទប្អួតវាលែងលឺអាសំឡេងទ្រនកម្មហ្នឹងវាទៅជាលឺសំឡេងអីផ្សេងសំឡេងឡើងកម្មចនាចុះឡើងឌុបហ្នឹងហើយដល់ពេលចិត្តមើលទៅស្ងាត់ឆឹងរបៀបអញ្ចឹងដូចមានមនុស្សច្រើនអ្នកឡើងចនាហ្នឹងអញ្ចឹងតាគ្នាអូយខ្ញុំនិយាយខ្ញុំសបាត់ហើយខ្ញុំបើសិនជាខ្ញុំបានទៅខ្មែរខ្ញុំចង់ទៅជិះកាត់មើលផ្ទះហ្នឹងតាបន្ទាប់មកទៀតចូលដល់វគ្គឡងពូម៉ាក់ខ្ញុំតែទៅគេងលេងនៅហ្នឹងតាគ្នានិយាយទៅខ្ញុំឲ្យវាគេងនៅកតុបហ្នឹងហើយខ្ញុំចុះមកគេងជាមួយម៉ាក់ខ្ញុំពេលហ្នឹងប៉ាទៅខែដល់តាគ្នាដល់ពេលអញ្ចឹងទៅខ្ញុំឲ្យវាគេងនៅហ្នឹងទៅក្នុងកតុបខ្ញុំហ្នឹងស្រាប់តែហើយតាគ្នាវាដេកបានទេវាថាមកយប់ហ្នឹងឃើញអង្គុយនៅចុងជើងស្លាក់វារហូតហើយដេញវាច្អល់វា
រួនវាទាញភួយទាញអីរហូតហើយអារបៀបយកសាប់មិនមែនចាយកសាប់មិនមែនបន្លំលេងនឹងទៀតអីហើយដល់ពេលហើយវាចុះមកតោះគ្នា5 6ផឹងតាន់ហើយវាចុះមកសើចប្រកិនវាថាអូយមីគេយើងអញដេកអត់បានទេនិយាយទៅមិត្តភក្តិខ្ញុំវាភេទទី3ហើយវាហៅខ្ញុំចឹងវាថាអូយមីគេយើងអញដេកអត់បានទេមកយប់ហ្នឹងចូលមុខអញរហូតហើយសើចហើយដាក់ជីអញរហូតថាចេញមិនកតុបហែងទេមិនកតុបហែងទេរបៀបចេញរបៀបដេញបែបហ្នឹងតោះគ្នាហើយវាថាយកសាប់ដូចមែនតែនចឹងហើយដល់វាងើបមកវាស្លន់ត្រង់ថាភួយខ្នើយអីគឺចេញឃ្លាតចេញពីខែហ្នឹងទៅអស់វាដឹងថាហេតុអីដែរគេថាវាទៅកេងនៅលេងនៅនឹងទៀតវាថាអត់ទេឡើងទៅហើយទូដេកជុំគ្នាច្រើនអ្នកបានវាទៅបន្ទាប់មកចូលដល់ឡងមិត្តភក្តិស្រីខ្ញុំម្ដងដែរនិយាយទៅខ្ញុំផ្លិចបាត់រឿងហ្នឹងប៉ុន្តែគាត់រីម៉ែខ្ញុំគាត់ខមមិនផ្ទាល់នៅក្នុងអាផុសវីដេអូមុនហ្មងគាត់ថាពេលហ្នឹងគឺពួកយើងនាំគ្នាទៅថតរូបលេងនៅផ្ទះខ្ញុំហ្នឹងហើយក៏ថតជាប់សមោម្យ៉ាងដែលសមោហ្នឹងតោះគ្នាខ្ញុំចាំរូបភាពហ្នឹងខ្ញុំស្ដាយតែខ្ញុំលុបរូបហ្នឹងចោលហើយខ្ញុំអ្នកលុបផ្ទាល់ទៀតពេលហ្នឹងព្រោះដោយសារអីយើងខ្លាចពេកយើងស្លាន់ពេកតោះគ្នាហើយពេលហ្នឹងមិនមែនថតម្ដងជាប់ទេណាថតច្រើនដងជាប់សមោហ្នឹងតែដូចយើងថត selfie ជុំគ្នាមិត្តភក្តិយើង3 4នាក់អញ្ចឹងណាតែជាប់ពីខ្មោចនឹងមករហូតអារបៀបសមោមុខមនុស្សមកនៅឈរក្រោយយើងហ្មងអារបៀបអញ្ចឹងអើយស្ដាយណាមានបញ្ហាជ្រុះសក់ស្ទះលូមែនតើចាកុំភ្លេចស្រោមបដោះសក់អេឡាហ្វាតោះគ្នាជួយគ្រប់គ្រង admin ចាំ admin ររឿងអ្វីថ្មីព័ត៌មានអីថ្មីឆាយជូនអ្នកតោះគ្នាស្ដាប់ទៀតតោះគ្នាឲ្យ admin មានកម្លាំងចិត្តក្នុងការនិយាយអញ្ចឹងជួយទិញម្នាក់មួយទៅតោះគ្នាចាអាចបណ្ដុះចាមតោះគ្នាអាចអារម្មណ៍មើលបានបើមិនជាចង់បានចិញ្ចាមក្រាស់ដោយ admin សក់ក្រាស់ដោយ admin សក់ក្រាស់ចិញ្ចាមក្រាស់នេះចាស់តែជឿចា33តោះគ្នាឃើញក្មេងហ៎ព្រោះដោយសារសក់ក្រាស់ចិញ្ចាមក្រាស់នឹងឯងចាអញ្ចឹងទិញម្នាក់មួយយកទៅសាក់ដឹងឲ្យតោះគ្នាពីមួយអាទិត្យទៅ10ថ្ងៃឃើញខាតកូនសក់ដោះមករយប៉ះឆ្កេតពេញក្បាលចឹងហ្មងអាចចូលទិញក្នុង page Elafa ក៏បានឬក៏ page Ela Efa ក៏បានដែរតោះគ្នាគឺមានតែ2 page ហ្នឹងឯណាហើយបើសិនជា TikTok គឺ account Liu Ying ផ្ទាល់តែម្ដងតោះគ្នាជួបគ្នាវីដេអូក្រោយទៀតបើសិនជាមានអី update ពីជំងឺហ្នឹងដូចថាកាន់តែសាយភាយច្រើនឆ្លងច្រើនអីចាំខ្ញុំនឹង update ឲ្យអ្នកនរគ្នាស្ដាប់ទៀតអរគុណជួបគ្នាវីដេអូក្រោយហើយកុំភ្លេចជួយគាំទ្រ Elafa ផងណា